អាដាមរដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យថាការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះគឺអាចជួយឲ្យមានភាពច្បាស់លាស់នៅក្នុងការកំណត់ដែនសមុទ្របានណារវាងកម្ពុជាហើយនិងថៃដែលកំពុងតែមានចំនួននេះហើយក៏អាចធ្វើឲ្យមានការមានន័យថាអាចឈានទៅដល់ការអភិវឌ្ឍរួមគ្នាបានតាក់ទងទៅនឹងវិស័យប្រេងនិងឧស្ម័នអាដាមរដ្ឋមន្ត្រីអាចជម្រាបបញ្ជាក់បានទេថាតើកម្ពុជាមានអាចថាជាឯកសារភស្តុតាងនិងតលហិកផ្លូវច្បាប់អីខ្លះដើម្បីធ្វើឲ្យខាងភាគីថៃនឹងចូលរួមមកដោះស្រាយឲ្យឈានទៅដល់កិច្ចព្រមព្រៀងចំពោះតាក់ទងការអភិវឌ្ឍវិស័យឧស្ម័ននិងប្រេងអាដាមបាទសូមអរគុណហើយសូមជម្រាបសួរបងប្អូនជាប្រវត្តិសាស្ត្រជាថ្មីអ្វីដែលកម្ពុជាចង់បានគឺចង់បានភាពច្បាស់លាស់ព្រំដែនសមុទ្រហើយនៅការឈានទៅកំណត់នៃការប្រើប្រាស់ធនធានរួមនេះអាចថាជាការរួមគ្នារករូបមន្តរួមដើម្បីអភិវឌ្ឍយកផលប្រយោជន៍មកចែកប្រទេសទាំងពីរក៏ដូចជាសម្រាប់ប្រទេសក្នុងតំបន់ផងដែរប៉ុន្តែគួរឲ្យសោកស្ដាយត្រង់ថាប្រទេសថៃគឺបានលុបចោលនៅកិច្ចព្រមព្រៀងនេះគឺថា MOU ឆ្នាំ2000ហៅថាអនុសាសនៈឆ្នាំ2001នេះលុបចោលដោយឯកតោភាគីបន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានសំណូមពរដោយទទូចជាច្រើនលើកថានេះគឺជាក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលមានសម្រាប់ប្រទេសទាំងពីរក្នុងការជជែកគ្នានិងដោះស្រាយបញ្ហាព្រំដែនសមុទ្រហើយនឹងការប្រើប្រាស់ធនធានក្រោមតំបន់ដែលមានការចម្រូងចម្រាសជាមួយគ្នានេះអញ្ចឹងនៅពេលដែលថៃបានលុបចោលនៅកិច្ចព្រមព្រៀងតែមួយនេះតែមួយគត់នេះប្រទេសកម្ពុជាគ្មានជំរើសអីក្រៅពីរកជំរើសមួយដែលមានសន្តិវិធីប្រកបដោយសន្តិវិធីនិងច្បាប់អន្តរជាតិដើម្បីដោះស្រាយជម្លោះមានជំរើសតែពីរទេទៅវាយគ្នាដោយអាវុធសម្រាប់បង្ហូរឈាមគ្នាហើយដោះស្រាយស្មុគស្មាញឬមួយក៏រកដំណោះស្រាយមួយដែលជាដំណោះស្រាយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិដូច្នេះព្រះរាជាណាចក្រកម្ពុជាយើងបានងាកទៅរកអនុសញ្ញាស្ដីពីសមុទ្រនេះគឺថាច្បាប់ស្ដីពីសមុទ្រនេះដើម្បីដោះស្រាយដោយសារនេះជាដំណើរការសន្តិវិធីស្របតាមច្បាប់អន្តរជាតិក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិហើយទាំងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃប្រទេសយើងទាំងពីរសុទ្ធតែជាហត្ថលេខីរបស់ UNCLOS នេះដូច្នេះនេះជាជំរើសដើម្បីដោះស្រាយបញ្ហាទាំងពីរបញ្ហាឈានទៅកំណត់ព្រំដែនសមុទ្រនិងការឈានទៅប្រើប្រាស់ធនធាននិងអភិវឌ្ឍធនធាននោះដើម្បីជាផលប្រយោជន៍របស់កម្ពុជានិងថៃសម្រាប់រយៈពេលឆ្ងាយក៏ដូចជាលើកកម្ពស់នៅបញ្ហាសន្តិសុខប្រេងឧស្ម័នរបស់តំបន់អាស៊ានជារួមផងដែរនេះគឺជាយន្តការតែមួយគត់ដែលមានក្រៅពីការវាយគ្នាមានតែសន្តិវិធីមានតែផ្លូវច្បាប់ដែលអាចយកមកដោះស្រាយហើយកម្ពុជាគឺពឹងលើភាពស្របច្បាប់របស់ខ្លួនក៏ដូចជាសិទ្ធិរបស់ខ្លួនដើម្បីការពារអធិបតេយ្យនិងផលប្រយោជន៍របស់ជាតិរបស់ខ្លួននៅក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដែលភាសាអង់គ្លេសហៅថា compulsory conciliation ក្រោម UNCLOS នេះគឺមានតំណាងផ្នែកច្បាប់ដែលយើងហៅថាអ្នកផ្សះផ្សា2នាក់ដែលកម្ពុជាចាត់តាំងភាគីថៃមានសិទ្ធិចាត់តាំង2នាក់ហើយទាំងអស់គ្នាសម្រេចរកអ្នកទី5ដើម្បីធ្វើជាប្រធានក្នុងការកោះប្រជុំយើងហៅថាដូចជាអង្គជំនុំជម្រះមួយចុះនិយាយឲ្យសាមញ្ញទៅចុះអញ្ចឹងនៅក្នុងដំណើរការនៃការជជែកគ្នានេះវាជាដំណើរការមួយដែលមានភាពបត់បែនហើយទាំង5រូបដែលជាអ្នកច្បាប់ល្បីល្បាញលើពិភពលោកហ្នឹងគេនឹងយកបញ្ហាជាច្រើនមកចូលរួមមកគិតពិចារណាក្នុងការឈានទៅផ្សះផ្សាភាគីចំនួនទាំងពីរមានន័យថាបញ្ហាប្រវត្តិសាស្ត្រក៏គេយកមកមើលបញ្ហានយោបាយក៏គេយកមកមើលបញ្ហាច្បាប់ក៏គេយកមកមើលដូច្នេះនេះគឺជាដំណើរការមួយល្អហើយអំណះអំណាងរបស់យើងអត់មានអីក្រៅតែពីអ្វីដែលដូចមានចែងនៅក្នុងអនុសញ្ញាស្ដីពីច្បាប់សមុទ្រនោះទេគឺយើងមានឯកសារប្រវត្តិសាស្ត្រយើងមានបញ្ហាការចុះហត្ថលេខាការជជែកកំណត់ហេតុពីដើមមកសិតតែជាប្រវត្តិនិងបរិបទដែលយើងអាចយកទៅដាក់ជូនអង្គជំនុំជម្រះដើម្បីធ្វើការពិចារណាកម្ពុជាយើងអត់ដែលចង់បានអីបោះអ្នកណាទេគឺយើងគ្រាន់តែចង់បានការការពារអធិបតេយ្យនិងផលប្រយោជន៍របស់កម្ពុជាស្របតាមច្បាប់អន្តរជាតិយើងអត់ដែលចង់បានលើសហើយយើងក៏មិនអាចទទួលបានអាការខ្វះដែរជាយើងសុំតែរបស់យើងស័ក្តិសមទទួលបានប៉ុណ្ណាក្រោមច្បាប់អន្តរជាតិយើងចង់បានតែប៉ុណ្ណោះដូច្នេះនេះគឺជាគោលការណ៍របស់កម្ពុជាហើយចង់ដោះស្រាយបញ្ហាការខ្ទាស់រវាងយើងជាមួយថៃហ្នឹងដោយសន្តិវិធី